យើងពឹងវៀតណាមដែលប្រវត្តិសាស្ត្រយើងបានបញ្ជាក់ច្បាស់ថាជានិច្ចកាលវៀតណាមតែងតែមានមហិច្ឆតាចង់បានកម្ពុជាចង់លេបកម្ពុជាហើយវៀតណាមធ្លាប់មានប្រវត្តិសាស្ត្រថាបានឆ្លងនឹងលួចយកទឹកដីយើងគឺកម្ពុជាក្រោមនេះឯងដូច្នេះរវាងអ្នកបាត់បង់ទឹកដីរវាងអ្នកលួចទឹកដីវាតែងតែមានការប្រុងប្រយ័ត្នឲ្យបង្កអំពើខុសខូបែបនេះហើយជាប្រទេសមួយគ្មានសិលធម៌គ្មានបេះដូងចំណាសង្គ្រោះលោកឯងកុំមកនិយាយថាខ្មែរយើងទៅពឹងពាក់យួនមានខ្មែរណាទៅពឹងពាក់យួនទេខ្មែរមិនដែលទៅពឹងពាក់យួននេះតាំងពីដើមប្រវត្តិសាស្ត្រមានតែយួនទេដែលមកឈ្លានពានទឹកដីខ្មែរប្រើវិធីសាស្ត្រមកសម្លាប់ខ្មែរប្រើវិធីសាស្ត្រមកផ្លន់យកទឹកដីខ្មែរលោកឯងកុំមកនិយាយឡប់ថាស្អីគេខ្មែរយើងទៅពឹងពាក់យួនគ្មានចំណុចប្រវត្តិសាស្ត្រណាដែលយើងទៅពឹងពាក់យួនទេអាយួនអត់ដីយើងទៅពឹងវាយ៉ាងម៉េចវាអត់ដីវាមកផ្លន់យកទឹកដីគេហើយយើងថាយើងទៅពឹងយួនហើយលោកឯងនិយាយឡប់អញ្ចឹងដូចជាកុំឲ្យលោកឯងនេះដែលលោកឯងនេះទៅពឹងយួននោះទៅបំរើពួកអាយាមិញដើម្បីមកសម្លាប់ខ្មែរនោះមានតែលោកឯងនេះទៅពឹងយួនតែខ្មែរមិនដែលពឹងយួននេះខ្ញុំប្រាប់លោកឯងច្បាស់លាស់លោកឯងវារួមចំណែកនឹងហៅថាមុខខ្មែរគូយួនបំរើយួនសម្លាប់ខ្មែរនេះខ្ញុំប្រាប់លោកឯងច្បាស់លាស់គុំឲ្យលោកឯងវាយផងលើកផងនេះនយោបាយកន្លែងហ្នឹងខ្ញុំនឹងចាក់បន្ថែមទៀតប៉ុន្តែការទំនាក់ទំនងរវាងអាមេរិកហើយនិងហ្វីលីពីនវាខុសជាមួយនឹងការពឹងពាក់របស់យើងជាមួយនឹងវៀតណាមហើយចំណុចមួយចំណុចទី2ទៀតពឹងពាក់មួយទៀតដែលគេអះអាងដែរហើយឆ្នាំ1979គឺពឹងពាក់ដើម្បីរំដោះខ្មែរចេញពីរបបបល្ល័យពូជសាសន៍ប៉ុលពតអានេះជាចំណុចមួយដែលគេលើកឡើងដែរប៉ុន្តែជាទស្សនៈរបស់ខ្ញុំហើយការមើលឃើញរបស់ខ្ញុំការនោះផ្ទាល់របស់ខ្ញុំថាថ្ងៃ7មករាឆ្នាំ79វាមិនមែនជាថ្ងៃដែលខ្មែរយើងទៅពឹងឲ្យយួនមករំដោះខ្មែរទេប៉ុន្តែគ្រាន់តែជាយុទ្ធសាស្ត្រមួយដែលវៀតណាមផ្លាស់ប្ដូរដោយសារយួនឃើញថាប៉ុលពតឡើងមានតម្លៃក្នុងការប្រើប្រាស់តទៅទៀតហើយយួនត្រូវដូរយុទ្ធសាស្ត្រឲ្យមានតំណាងមួយដើម្បីអនុវត្តយុទ្ធសាស្ត្ររបស់គាត់គឺក្រុមដែលជាប់ពាក់ព័ន្ធសហព័ន្ធឥណ្ឌូចិនជាដើមដូច្នេះការអះអាងរបស់វៀតណាមថាយើងតែងតែទៅពឹងវៀតណាមគ្រប់ពេលទាំងអស់ដើម្បីឲ្យជួយកម្ពុជានោះគ្រាន់តែជាការអះអាងមួយដើម្បីទាញយកប្រយោជន៍ពីកម្ពុជាទេខ្ញុំសូមលើកឧទាហរណ៍មួយតែហេតុដូច្នេះយើងមិនបានអះអាងថាមិនទទួលស្គាល់តែឆ្នាំ1979តាំងមានគឺថៃក៏បានលើកនៅចំពោះមុខអង្គការសហប្រជាជាតិដែរថាខ្មែរទៅពឹងវៀតណាមដើម្បីឲ្យជួយរំដោះខ្មែរចេញពីបនប្រឡាយពូជសាសន៍ចំណុចនេះខ្ញុំសូមបញ្ជាក់ដែរថាថ្ងៃ7មករាឆ្នាំ1979ខ្មែរយើងពិតជាបានរួចពីរបបប្រឡាយពូជសាសន៍ម៉ែទោះបីរបបប្រឡាយពូជសាសន៍នោះវាមានប្រភពកំណើតមកពីណាក៏ដោយយើងទុកដាច់ប្រឡាយកិនយើងនិយាយទៅត្រឹមថាពេលនោះខ្មែរយើងបានរួចផុតពីរបបប្រឡាយពូជសាសន៍ហើយរស់រានមានជីវិតមែនដូច្នេះបានជាខួបអនុស្សាវរីយ៍លើកទី45ឆ្នាំ2012អតីតអគ្គលេខាធិការរបស់វៀតណាមលាកាភៀវគាត់បានបញ្ជាក់ច្បាស់ណាស់គាត់ថាការចូលមកកម្ពុជារបស់វៀតណាមរំដោះខ្មែរឲ្យរួចពីរបបប្រឡាយពូជសាសន៍តាន់ពីវេលានេះបើសិនជាអ្នកណាម្នាក់ដែលបដិសេធថ្ងៃនោះចូលជននោះឯងមិនមែនមានខួរក្បាលជាមនុស្សទេគឺមិនមែនជាមនុស្សឡើយប៉ុន្តែយើងទៅលើកមកមើលប្រវត្តិសាស្ត្រវិញនៅឆ្នាំ1941យួននឹងបានប្រជុំនៅបកគមនីឥណ្ឌូចិននៅភាគខាងជើងនៃប្រទេសយួនបកគមនីឥណ្ឌូចិននោះគេនិយាយថាមានតំណាងខ្មែរមកពីប្រទេសខ្មែរមានតំណាងមកពីប្រទេសលាវមែនប៉ុន្តែឈ្មោះអីក៏មិនច្បាស់លាស់ដែរការប្រជុំនោះគឺក្រមការដឹកនាំរបស់ទឿនជិនអគ្គលេខាធិការបកពលករវៀតណាមហើយនឹងយ៉ងយីយ៉ាប់ហើយនឹងលេដិតថនៅពេលនោះគឺប្រជុំប៉ុន្តែភាគីខ្មែរឈ្មោះអីក៏យើងមិនឃើញដែរមានតែតំណាងឲ្យខ្មែរដែរប៉ុន្តែយួនចេះខ្មែរច្បាស់លាស់តែក៏គេមិនបង្ហាញឈ្មោះដែរនៅឆ្នាំ1949យួនបានបង្កើតគណៈកម្មការឃោសនាមួយដែលសិទ្ធិសឹងតែជនជាតិយួនហើយចេះខ្មែរច្បាស់លាស់យល់របៀបរបបខ្មែរដែលពេលនោះគេបង្កើតបកកុម្មុយនីសបកប្រជាជនបដិវត្តខ្មែរដែលមានសមាជិកភាពសិទ្ធិតែជនជាតិយួនហើយចេះខ្មែរច្បាស់លាស់ចេះប្រពៃណីទំនៀមទម្លាប់បែបដូចខ្ញុំបានបញ្ជាក់ចឹងដល់ឆ្នាំ1950តាមកាពុទ្ធលោកឯងអានប្រវត្តិសាស្ត្រយួនទាំងអស់ហើយលោកឯងលើកពីតម្លៃយួនទាំងអស់អ្វីក៏ដោយអាយួនវាមកជិលពៀនទឹកដីខ្មែរឆ្នាំ1941អាយួនហ្នឹងវាបានសហការជាមួយខ្មែរពង្រៀមខ្មែរបញ្យលខ្មែរឲ្យចេះពីរឿងប្រវត្តិសាស្ត្រទាំងអស់ហើយចូលទៅក្នុងរាជវង្សានុវង្សដើម្បីអែបជាមួយនឹងអាស្ដេចពេលហ្នឹងហើយឆ្នាំ1941ហ្នឹងអាស្ដេចសីហនុចាប់ផ្ដើមគ្រងរាជ្យទៅលើទឹកដីខ្មែរណាដែលបារាំងលើកឲ្យដូច្នេះចំណុចហ្នឹងហើយវាចាប់ផ្ដើមអាហ៊ូជីមិញហ្នឹងសហការជាមួយនឹងអាសីហនុហ្នឹងតែអាលោកឯងអត់ព្រមលើកឡើងទេណាអត់ព្រមលើកអាណាដែលសហការជាមួយ
ហើយទៅនិយាយជាមួយយួនហ្នឹងហេតុអីបានលោកឯងមិនលើកអាស៊ីអនុពួកអាស៊ីអនុហ្នឹងហើយវាជាឃាតករសម្រាប់ខ្មែរសហការជាមួយយួនតាំងពីឆ្នាំ1941ហ្នឹងហើយដោយមានក្រុមអាចារ្យកិច្ចយួនមួយបំណែកចូលនៅក្នុងបម្រើក្នុងរាជវង្សានុវង្សសហការដើម្បីបំផ្លាញជាតិខ្មែរហើយសម្រាប់អ្នកស្នេហាជាតិខ្មែរបន្តតាំងពីឆ្នាំ1941ហើយមកទល់នឹងឆ្នាំ1949បានសហការជាមួយនឹងបារាំងដើម្បីជំរុញឲ្យអាស៊ីអនុវិញកុំឲ្យតវ៉ាអីកាត់ទឹកដីកម្ពុជាក្រោមបើលោកឯងស្រឡាញ់ជាតិកម្ពុជាក្រោមលោកឯងមិនមែនទៅបំរើអាយួននឹងទេហើយរឿងនយោបាយបើលោកឯងវេកងាយទៅកាត់ឲ្យច្បាស់លាស់ចោលគឺចោលមិនមែនលោកឯងនិយាយប្រឡំបកោទេណាពេលលើកតម្កើងវាផងហើយបើសិនជាយើងចង់ឈប់បញ្ចាំងយើងត្រូវយល់ពីប្រវត្តិសាស្ត្រទាំងអស់ដើម្បីបញ្យល់ថាពួកអានេះវាប្រើមធ្យោបាយវាប្រើមហិច្ឆតាដើម្បីធ្វើវិធានសេនាទាំងអស់សម្រាប់ប្រជាជាតិខ្មែរហើយនឹងទឹកហើយជនជាតិកម្ពុជាក្រោមណាមិនមែនដោយលោកឯងនិយាយដឹងតែក្នុងអានប្រវត្តិសាស្ត្រយួនដែលវាសរសេរតែលោកឯងបានមើលសកម្មភាពនយោបាយនៅក្នុងសង្គមជាតិពិតប្រាកដទេតែអាស៊ីអនុបានសម្រាប់ជាតិខ្មែរយ៉ាងម៉េចហើយតើគេបញ្ជូនអាចារ្យកិច្ចយួននឹងចូលនៅក្នុងរាជវង្សានុវង្សស្អីខ្លះនៅក្នុងជួររដ្ឋមន្ត្រីសពថ្ងៃនេះសិតតែពោពេញទៅដល់ពួកយួនតើលោកឯងបាននិយាយអីទេបានបញ្យល់ទេពួកលោកឯងនេះជាយាមមិញទេដូចជាចំណុចហ្នឹងមុននឹងលោកឯងចង់និយាយពីប្រវត្តិសាស្ត្រដូចឯងលោកឯងទៅបញ្ជាក់ប្រាប់ថាឥឡូវហ្នឹងប្រវត្តិសាស្ត្រខ្មែរត្រូវឲ្យមានការប្រុងប្រយ័ត្នអ្នកណាខ្លះបំរើយួនសម្រាប់ខ្មែរហើយបញ្ហាដែលយើងទំនាក់ទំនងយើងនិយាយពី79មិនមែនវាមកយើងយល់ទៅចំណុចខ្ញុំមិនខ្វល់យ៉ាងម៉េចទេវាថាវាមកជួយខ្មែរលោកឯងនិយាយឡប់អីអញ្ចឹងសូម្បីតែវាសម្រាប់គឺវាមិនដែលសម្រាប់ងាប់អស់ទូទាំងប្រទេសដែរវាគ្មានប្រទេសណាដែលគេសម្រាប់ប្រជាជនងាប់មិនឲ្យសល់ម្នាក់ទេសម្រាប់3លានហ្នឹងវាគ្រប់គ្រាន់នឹងសម្រាប់ហើយមកជួយស្អីទៀតមិនមកជួយក្បាលលោកឯងទេណាប្រជាជាតិខ្មែរដែលរស់នៅក្នុងរងទុក្ខវេទនាលោកឯងពេលហ្នឹងលោកឯងកំពុងតែរួមចំណែកសហការជាមួយនឹងពួកអាយមិញហ្នឹងដើម្បីបន្តសកម្មភាពនយោបាយដេញអាពលពតមិនដែលទៅពឹងយួនទេណាអាជួពួកដែលក្នុងខ្មែរយើងទាំងអស់សិតតែពួកហ្នឹងមិនមែនទៅពឹងយួនណាពួកហ្នឹងគាត់តែបំរើយួនសម្រាប់ខ្មែរតាហើយក្រោមការគ្រប់គ្រងវាទាំងអស់តាដូចជាដល់ពេលដល់ឆ្នាំវាដឹងថាពួកក្រុមយមិញហ្នឹងសម្រាប់ខ្មែរយើងនៅក្នុងឆ្នាំ1975មកទល់ឆ្នាំ1979វាដឹងថាវាសម្រាប់ខ្មែរងាប់អស់ហើយដូចជាចំណុចហ្នឹងហើយដែលវាចាប់ផ្ដើមហ្នឹងវាឲ្យវាត្រូវដកទ័ពពួកយមិញហ្នឹងឲ្យចូលទៅក្រុមវាវិញដូចជាវាចង់វាយពលពតទេពលពតមិនមែនជាខេត្តអីបានវាស្អប់ពលពតពលពតមិនព្រមសហការជាមួយវាបើពលពតសហការជាមួយវាក៏វាមិនបានមកវាយខ្មែរយើងបានដល់ប៉ុណ្្នឹងដែរមកពីអីមកពីពលពតមិនព្រមសហការជាមួយវាពីពលពតដឹងថាវាហ្នឹងមានឧបាយអាក្រក់ដែលចង់សម្លាប់ខ្មែរដូចជាបងប្អូនមួយចំនួននៅតែចោទប្រកាន់ថាយើងនិយាយពីបនប្រឡាយពូជសាសន៍អ្នកណាជាបនប្រឡាយពូជសាសន៍ហេងសំរិនហ៊ុនសែនជាស៊ីមឬក៏ពលពតបើយើងចោទថាពលពតបនប្រឡាយពូជសាសន៍ចុះក្រោយពី79ដែលយើងមានចលនាតស៊ូដែលវាយយួនហ្នឹងអស់រយៈពេល11ឆ្នាំដែលបាន$23មកតែខ្ញុំសួរថាបានដោយសារអ្នកណាមិនមែនដែរបានដោយសារអាស៊ីអនុទេណាគឺបានមកពីចលនាទាំង3បានន័យថាចលនាដែលធំជាងគេគឺខ្មែរក្រហមយើងសួរថាសភាវុធដែលធ្វើសង្គ្រាមវាយយួនហ្នឹងអ្នកណាដែលវាយយួនទាំងអស់ហ្នឹងអ្នកណាដែលបានសភាវុធមកវាយយួនគឺបានមកពីពលពតហើយពលពតអ្នកណាអ្នកជំនួយសភាវុធគឺចិនដូចជាចំណុចហ្នឹងអាយួនទេដែលមកប្លន់យកទឹកដីខ្មែរបើលោកឯងមិនដឹងក្បាលដឹងកន្ទុយណាកុំឲ្យយក7មករា79ហ្នឹងមកតាំងថាមកជួយជីវិតមនុស្សនេះខ្ញុំប្រាប់លោកឯងច្បាស់លាស់ណាលោកឯងកុំដើរនយោបាយពង្រៀងអសោះរឿងប្រវត្តិសាស្ត្រណាលោកឯងស្ដាប់លោកឯងទៅអានប្រវត្តិសាស្ត្រពួកអាយួននេះតែលោកឯងមើលសកម្មភាពនយោបាយពិតប្រាកដរហូតមកទល់សប្តាហ៍ហ្នឹងហើយអ្វីដែលលោកឯងនិយាយទាំងអស់ហ្នឹងខ្ញុំមិនដែលឃើញថាអ្វីដែលលោកឯងនិយាយហ្នឹងតើអ្នកណាដែលបង្កវិនាសកម្មសម្រាប់ជាតិធ្វើឲ្យយើងរងទុក្ខវេទនាមកទល់សប្តាហ៍លោកឯងអត់មាននិយាយទេណាលោកឯងជាក្រុមដែលបំរើពួកអាយមិញដល់មកសម្លាប់ខ្មែរទោះបីលោកឯងលៀងយ៉ាងម៉េចក៏លៀងអត់ស្អាតដែរអ្វីដែលលោកឯងនិយាយគ្រាន់តែជាមួយជ្រុងឯងហើយលោកឯងអានប្រវត្តិសាស្ត្រទាំងអស់ហើយមកមើលនិយាយថាលោកឯងនេះចង់ស្អីគេតំណាងស្អីគេលោកឯងចង់លើកអាស៊ីអនុហ្នឹងបើលោកឯងអ្នកដែលត្រឹមត្រូវលោកឯងមិនមែនទៅបំរើអាស៊ីអនុទេតែលោកឯងរហូតមកទល់សប្តាហ៍សម្ដីអាស៊ីអនុមួយម៉ាត់លោកឯងអត់មាននិយាយថាវាខុសទេនឹងហើយលោកឯងកំពុងតែចូលរួមជាមួយក្រុមពួកអាចោអស់ហ្នឹងហើយលោកឯងកុំឲ្យតាំងខ្លួនថាជាអ្នកស្នេហាជាតិឲ្យច្បាស់លាស់ខ្ញុំប្រាប់បើលោកឯងស្នេហាជាតិលោកឯងមើលឃើញហើយអ្នកណាសម្រាប់ជាតិខ្មែរយើងពិតប្រាកដយើងដឹងថាអ្នកណាក៏មើលតែដឹងយូរទឹកដីតែអាសត្រូវចិត្តយើងមើលឃើញតែលោកឯងទៅបំរើអាស៊ីអនុហើយយើងទៅវាយហ៊ុនសែននេះចំណុចហ្នឹងលោកឯងហ្នឹងដែលនិយាយអត់បានច្បាស់លាស់នឹងតាមដានសកម្មភាពលោកឯងបន្តទៀតថាកិច្ចមកអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះមិនបានត្រឹមត្រូវហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងដឹងដែរថា
មូលហេតុដែលមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺដោយសារយួនឈ្លានពានកម្ពុជានៅឆ្នាំ1979ដោយប្រើកម្លាំងរាប់ម៉ឺននាក់ចូលវាយលុកចូលមកកម្ពុជាហើយដកយកអំណាចឯករាជ្យរបស់កម្ពុជានិងគ្រប់គ្រងតាមសេដ្ឋកិច្ចគ្រប់គ្រងតាមប្រព័ន្ធរដ្ឋបាលសាធារណៈដោយចាត់តាំងមេឃុំមេឃុំតាំងពីនាយករដ្ឋមន្ត្រីតាំងពីអគ្គលេខាធិការតាំងពីប្រធានរដ្ឋវៀតណាមចាត់តាំងទាំងអស់វៀតណាមចាត់ចែងទាំងអស់ចំណុចនេះហើយដែលធ្វើឲ្យសហគមន៍អន្តរជាតិគេគិតថាវាមិនមែនជាការវាយលុកដើម្បីសង្គ្រោះទេគឺជាការអនុវត្តយុទ្ធសាស្ត្ររបស់វៀតណាមដូចខ្ញុំបានបញ្ជាក់ហើយថាវៀតណាមអស់សង្ឃឹមក្នុងការប្រើប្រាស់ប៉ុលពតជាកូនអុកដើម្បីជាឆ្លងឈ្លានពានកម្ពុជាពីព្រោះកន្លងមកលោកឯងនិយាយពីរឿងប៉ុលពតដែលយួនអស់សង្ឃឹមពីព្រោះយួនអស់សង្ឃឹមមែនពីព្រោះបញ្ហាប៉ុលពតក្រោយពីបានរំដោះនៅឆ្នាំ1975បានន័យថាប៉ុលពតមើលឃើញពីអបាយកលយួនហើយយួនចង់លេបដាក់ខ្មែរយើងជាសម្ព័ន្ធឥណ្ឌូចិនតែប៉ុលពតមិនបានយល់ព្រមដូច្នេះមិនបានសហការជាមួយនឹងយួនទេតែយើងកុំភ្លេចនៅក្នុងចលនាប៉ុលពតហ្នឹងមានពួកសម្ព័ន្ធខ្មែរយមិញនៅក្នុងប៉ុលពតនឹង 80% អញ្ចឹងហើយបាទខ្ញុំបានបញ្ជាក់ប្រាប់ថាបែកខ្មែរក្រហមចែកចេញជា2មួយក្រោមចិន2ក្រោមយួនស្អីគេហៅថាមួយក្រោមចិនហ្នឹងគឺប៉ុលពតក្រោមចិនតែហេងសំរិនជាស៊ីមប៉ែនសវណ្ណរួមទាំងលោកស៊ុនទិននឹងទៀតហ្នឹងដែលហៅថាជាក្រុមពួកយមិញដែលនៅសហការជាមួយនឹងពួកយួនបន្តសម្លាប់ខ្មែរដូចជាខ្ញុំបានបញ្ជាក់ប្រាប់រួចទៅហើយខ្មែរគេហៅថាគេសម្លាប់មាន2ពលពតសម្លាប់ពួកខ្មែរយមិញពីពួកនឹងជាចារកិច្ចរបស់យួនតែពួកយមិញខ្មែរយមិញហ្នឹងពួកនឹងសម្លាប់ខ្មែរអ្នកចេះយើងចែកកន្លែងនេះឲ្យបានច្បាស់លាស់សម្លាប់ដូចគ្នាអ្នកដែលរងទុក្ខវិនិច្ឆ័យគឺប្រជាជាតិខ្មែរយើងតែយើងនិយាយជាលទ្ធផលយើងនិយាយជាលទ្ធផលហ្នឹងគឺបានទៅយួនយើងមើលឃើញក្រោយពីឆ្នាំ1979យើងមើលឃើញថាពលពតរត់ទៅជីដែនតែយើងតែងតែយកទស្សនៈមួយមកវិភាគមើលទៅហេតុអីក្នុងរយៈពេលវាយតែ7ថ្ងៃទេយើងមើលនៅក្នុងពិភពលោកមានអ្នកណាដែលវាយប្រទេសមួយឈ្លានពានមកដល់ប្រទេសមួយជាវាយ7ថ្ងៃពីព្រោះគេមើលឃើញសកម្មភាពនយោបាយនៅក្នុងប្រទេសខ្មែរយើងគឺស្លាប់អស់ហើយជាសកម្មភាពដែលធំថែមទៀតហ្នឹងចលនាពួកពលពតមានតែ20%ទេតែសម្ព័ន្ធពួកយមិញមានដល់80%នៅក្នុងជួរពួកពលពតដូចនេះចំណុចហ្នឹងនៅពេលដែលយួនបញ្ជាឲ្យពួកសម្ព័ន្ធខ្មែរយមិញដកទ័ពចូលទៅស្រុកយួនវិញដូចពេលហ្នឹងបានពលពតទេថាមកអញ្ចឹងហើយបានវាវាយតែ7ថ្ងៃទេវាវាយយកទឹកដីខ្មែរយើងបានទាំងស្រុងដូច្នេះមុននឹងលោកឯងនិយាយអីមួយលោកឯងត្រូវវេកញែកពីលទ្ធផលអពិតប្រកបថាបណ្ដាលមកយោបាយពីអ្នកណាហៅថាឈានពីទឹកដីខ្មែរដូច្នេះកុំអោយយកទ្រឹស្ដីមួយគេហៅថាយួនវាថាវាមកជួយរំដោះវាមិនមែនជារឿងជួយរំដោះទេជាចារកិច្ចដែលសកម្មភាពនយោបាយវាយកចាប់ផ្ដើមយកទឹកដីខ្មែរយើងបំណងតាំងពីឲ្យអាស៊ីអនុឡើងគ្រងរាជតាំងពីឆ្នាំ1941មកម៉េចដូច្នេះមុននឹងលោកឯងនិយាយអីកុំឲ្យលើកកុំឲ្យនិយាយពង្រៀងប្រវត្តិសាស្ត្រហើយវាយលើកអាយុបន្តិចទៅលោកឯងមកវាយអាយុបន្តិចទៅដូចជាធ្វើឲ្យសង្គមជាតិយើងពុលមិនដឹងថាអាណាមួយល្អអាណាមួយអាក្រក់បើសិនជាយើងមិនបាច់និយាយពីវិជ្ជមានរបស់អាយុយើងលើកតែពីអ្វីអវិជ្ជមានរបស់យួនដែលយួនមកឈ្លានពានទឹកដីខ្មែរនេះបើសិនជាលោកឯងមានគោលបំណងទៅឈោទៅលើឆន្ទៈបញ្ហាជាតិតែខ្ញុំស្ដាប់លោកឯងទាំងអស់លោកឯងធ្វើឲ្យពង្វិលនយោបាយទាំងអស់ហ្នឹងឲ្យពុលប្រវត្តិសាស្ត្រនេះខ្ញុំនឹងចាក់ពាក្យលោកឯងបន្ថែមទៀតបាទនេះជាការអោយដំបូន្មានរបស់ទីដែនកាត់ទៅលើវៀតណាមហើយវៀតណាមជួយកម្ពុជាយ៉ាងណាគឺមិនមានចេតនាដើម្បីឲ្យកម្ពុជារីកដុះដាលធំធាត់ទេបើសិនវៀតណាមចេតនាចង់ជួយកម្ពុជាយើងមែនវៀតណាមត្រូវតែដកទ័ពចេញពីកម្ពុជាក្រោយពីខ្លួនចេញជួយឆ្នាំ1979ហើយនោះហើយបកគលកម្ពុជាទៅឲ្យអង្គការសហជីវជាតិជាអ្នកគ្រប់គ្រងពេលនោះហើយកម្ពុជានឹងដឹងគុណវៀតណាមជារៀងរហូតប៉ុន្តែវាជារឿងមួយដែលជាយុទ្ធសាស្ត្រខ្ញុំបានបញ្ជាក់កន្លងហើយពីផែនការ7មករារបស់យួននេះបងប្អូនយើងអ្នកដែលបានស្ដាប់បានយល់រួចទៅហើយថាវាមិនមែនជាចេតនារបស់យួនដែលឃើញខ្មែរយើងទទួលរងនៅអំពើកាប់សម្លាប់របស់ប៉ុលពតហើយលួចចូលមកជួយនោះទេគឺជាការឆ្លៀតឱកាសដើម្បីសង្គ្រោះយកកម្ពុជាហើយក្តីសង្ឃឹមរបស់ផានយ៉ាងដងនឹងលើយើងតែការលេខាធិការមកជុំបាក់មកវៀតណាមគឺសង្ឃឹមថាពេលនេះជាពេលដែលវៀតណាមលើកបានកម្ពុជាទាំងស្រុងហើយឧទាហរណ៍ចាក់ស្ដែងមួយសម្ដេចនរោត្តមសីហនុបានផ្ញើលិខិតទៅផានយ៉ាងដងលើកទី1ផានយ៉ាងដងសួរថាទីនោះជាណាលើកទី2ផានយ៉ាងដងមិនវិជ័យតាមឆ្លើយបងចាជូនទៅម្ចាស់ដើមវិញនេះបញ្ជាក់ឲ្យឃើញថាជារឿងឆ្លៀនពៀនឬក៏ជាទឹកចិត្តសង្គ្រោះខ្មែរដោយខ្ញុំបានជម្រាបដូចនេះហើយបានជាសហគមន៍អន្តរជាតិចំណុចដែលអាស៊ីអនុ
ផ្ញើกระดาษទៅផ្ញើលិខិតទៅធម្មបណ្ដុងក្រោយពីហ៊ូជីមិញដែលងាប់ទៅដូចជាឯកសារមួយចំនួនត្រូវបកគលឲ្យធម្មបណ្ដុងហ្នឹងត្រូវសហការជាមួយអាស៊ីអនុពេលហ្នឹងហើយអាស៊ីអនុវាបញ្ជូនលិខិតទៅឲ្យអាស៊ីអនុហ្នឹងនឹងត្រូវសហការបន្តទៅទៀតក៏ប៉ុន្តែយើងនិយាយថាអានេះគណជានយោបាយមួយដើម្បីមិនមែនគេប្រាប់លោកឯងឲ្យធ្វើបានទាំងស្រុងទេនេះគេសហការនៅក្នុងភាពអាកំបាំងផ្សេងទៀតហ្នឹងអ្វីដែលលោកឯងមើលឃើញអានឹងគណជាទស្សនៈមួយគណជានយោបាយមួយដើម្បីគេហៅថាបំភ្លៃគេធ្វើឲ្យស៊ីអនុហើយនឹងធម្មបណ្ដុងនឹងអត់ស្គាល់គ្នាដូចនេះលោកឯងកុំឲ្យដើរនយោបាយហើយកុំឲ្យមកចង់របៀបនិយាយថាអូវាអត់ទទួលស្គាល់ស៊ីអនុតាមការពិតនេះជានយោបាយរបស់អាស៊ីអនុហើយនឹងសហការជាមួយយួនហ្នឹងវាធ្វើអត់ស្គាល់គ្នាតាមការពិតនយោបាយវាតាក់ទងតាំងពីដើមមកតាំងពីហ៊ូជីមិញដែលងាប់ទៅបកគលទៅឲ្យធម្មបណ្ដុងហើយប្រាប់អាហ៊ូជីមិញទៅធ្វើការនយោបាយយ៉ាងម៉េចខ្លះដូចជាលោកឯងកុំឲ្យមកធ្វើដោះសារដើម្បីឲ្យថាអាស៊ីអនុនឹងធម្មបណ្ដុងអត់ស្គាល់គ្នាលោកឯងកុំឲ្យបង្វែរនយោបាយដើម្បីប្រជាពលរដ្ឋអត់ឲ្យជាពលរដ្ឋចាប់អារម្មណ៍តែនយោបាយលោកឯងបានតែបំភ្លៃមនុស្សដែលភាពមួយចំនួនដែលគេអត់បានចាប់អារម្មណ៍ទេតែលោកឯងកុំឲ្យបំភ្លៃជាមួយនឹងអៀកំសេងអសោះខ្ញុំប្រាប់លោកឯងច្បាស់ដូចនេះនយោបាយលោកឯងហ្នឹងលោកឯងចង់និយាយថារវាងអាធម្មបណ្ដុងហើយនឹងអាស៊ីអនុអត់ស្គាល់គ្នានេះជានយោបាយដែលគេធ្វើដើម្បីបោកប្រាស់ប្រជាជាតិខ្មែរហ្នឹងកុំឲ្យចាប់អារម្មណ៍ថាអូអាស៊ីអនុហើយនឹងអាធម្មបណ្ដុងស្គាល់គ្នាតាមការពិតវាស្គាល់គ្នាតាំងពីដើមរួចទៅហើយហ៊ូជីមិញដែលត្រូវការទំនាក់ទំនងជាមួយនឹងអាស៊ីអនុហើយទៅប្រាប់អាស៊ីអនុទៅទំនាក់ទំនងជាមួយអាធម្មបណ្ដុងយ៉ាងម៉េចដើម្បីធ្វើជាចលនានយោបាយនៅតាមជីដែនហ្នឹងហើយពេលដែលបានទឹកដីហ្នឹងត្រូវបកគលទៅឲ្យយួនយ៉ាងម៉េចទៀតនេះជានយោបាយដែលគេរៀបចំដើរ 4-5 ជំហានមុនរួចទៅហើយលោកឯងកុំឲ្យមកធ្វើដើម្បីដោះសារឲ្យអាស៊ីអនុអសោះនេះកន្លែងហ្នឹងជាចំណុចសំខាន់ណាយើងមើលឃើញថាគ្មានអ្នកណាដឹងថាអាស៊ីអនុផ្ញើលិខិតទៅទេបែរជាលោកឯងដឹងថាគេផ្ញើលិខិតទៅច្បាស់ណាស់តើខ្ញុំសួរថាបើគ្មានភាពដែលឯងទៅជួយតម្កើងអាស្ដេចសហការជាមួយពួកយួនដើម្បីមកបំផ្លាញខ្មែរទេកន្លែងដែលផ្ញើលិខិតទៅអ្នកណាដែលមើលឃើញនៅក្នុងសម័យខ្មែរក្រហមនឹងមានតែលោកឯងទេដែលដឹងពីរឿងនយោបាយអស់ហ្នឹងដូច្នេះចំណុចហ្នឹងរួមទាំងសកម្មភាពទាំងអស់ហ្នឹងអាយួនធម្មបណ្ដុងវាមិនមែនទៅប្រាប់លោកឯងថាអូខ្ញុំជាមួយស៊ីនុខ្ញុំស្គាល់គ្នាតាំងពីដើមមកទេលោកឯងកុំមកនិយាយភ្លើនោះដូច្នេះចំណុចអស់ហ្នឹងលោកឯងកុំឲ្យបង្វែរចលនានយោបាយដើម្បីកុំឲ្យប្រជាពលរដ្ឋថាអូស៊ីនុហ្នឹងអត់ដែលស្គាល់យួនទេអាហ្នឹងហើយដែលលោកឯងចង់បង្ហាញពីទ្រឹស្ដីអស់ហ្នឹងបាទខ្ញុំនឹងចាក់បន្ថែមទៀតសូមបងប្អូនរងចាំស្ដាប់ភាគទី3ជាភាគបន្តបាទសូមអរគុណ